đại kia à tây tạ đầu về online cả khuôn ở về cụ mà từ lọp miền mật phẹ lờ tì nì tăng pin ở về cụ mà một đó khơi à kia để nơi xe xa vì chùm non à là đi cùng đi dùng bà răng con khơi nhé nó à kia nó cứ mình ấy lâu tê là con á cứ nơi xe xa vì à là đi cùng đi dùng bà răng hỏi nhom bàn miền mật phẹ kêu mùi đường cồn rồi bỏ lục xếp để ấy còn nơi diệm cà phê nơi nông à kia nè cả nơi tô dương bán nom kia một ông cùi lên mưa tức từng này hồ nâng nom kia này gì lên pin nụ dạng tập bài một đợt pin đi anh nụ sao đi lại cần lòng phật chiêng hà sập nằm biệt đôi chiếc khơi mật phẹ đại lọp rốt lên cho môi đường kia đôi chia khơi nơi đường phun là còn lá đôi khơi nơi đường phun tại vì cái đây làm mai chẳng on luôn vì mình ai bơi một bên bàn mật phẹ tăng lai lục bàn lia chạ lục này chào khiêm ở hai nơi trong sừng kriêm giềng pi tổ sovat mật phẹ chật nật chẳng vây cổ mà rồi hốt đa khai từ chi cho tầm mật rôm áo trong cái đó lúc ban lia chạ lúc này ở cả hai mình so nơ tại Nam đa là nụ sau đi hai nhom có bò đi dài bập con chờ cho non rồi ở bàn đăng dul âm pi sau vấn đề cầm rồi bỏ chiết mê tập phùm rồi bỏ dương ở con đăng con dul và tỏ khniaจะมีซัวโกนขโมยตะออกนี่โกนขโมยอาตาอังเคลตะออกนี่โกนขโมยเจือนลานกลายโกนขโมยจะเกียลโกนขโมยจะเกียลโกนขโมยเอ็มโกนเอ็มมีตัวคนเจ้าดอกเนี่ยไอ้ที่ดาจะมีตัวคนโปรคนไตรเจ้าโปรเจ้าไตรจากขนมลังไกลประเทศจิตที่กรบตะลันขยมบาดเป็นที่สมตัวบองปอนคนเจ้าจากขนมลังไกลประเทศหลายเรื่องก็ลองมาขยมบาดเมียนปฏิกรรมคลังลอยซามูลหายขยมจังตุบสกัดโกนขโมยจากขนมนังกระไรประเทศใจตนาคือมันจังอ้อยบองปนโกนเจอเมียนกับหอก
ក្នុងនយោបាយជាតិដែលបង្កនៅភាពបែកបាក់ជាបន្តទៀតទេព្រោះបទពិសោធន៍ដ៏ជោគជាំនៅក្នុងទសវត្សរ៍70 80 90 2000វាបានបន្សល់ទុកនៅការចងចាំក្នុងដំណាក់កាលនីមួយដែលវាបណ្ដាលឲ្យកូនចៅរបស់យើងធ្លាក់ក្រោមឧបាយកលរបស់អ្នកនយោបាយជាបន្តបន្ទាប់រកទីបំផុតគ្មានទីបំផុតកូនចៅទាំងអស់គ្នាជួយជាតិក៏មិនបានជួយខ្លួនឯងក៏មិនបានត្រូវគេបោកប្រាស់ជាបន្តបន្ទាប់ចំណុចនេះហើយទើបខ្ញុំបាទជាមនុស្សចាស់ម្នាក់នេះបានចូលខ្លួនប្រតិកម្មបកស្រាយដោយនឹកសង្ឃឹមថាកូនចៅពិតជាយល់ពិតជាចេះការពារជាតិមាតុភូមិដោយស្មារតីទទួលខុសត្រូវពិតជាចេះការពារផលប្រយោជន៍របស់ខ្លួនកុំឲ្យអ្នកនយោបាយបោកប្រាស់ខ្ញុំដឹងនៅពេលដែលខ្ញុំបង្ហាញរឿងរ៉ាវដែលតាក់ទិនដល់ផលប្រយោជន៍គេវាប្រកាសជាមានប្រតិកម្មយ៉ាងខ្លាំងក្លាតែខ្ញុំសង្ឃឹមថាក្រោយពីខ្ញុំបញ្ឈប់និយាយរឿងរ៉ាវពាក់ព័ន្ធនឹងនយោបាយត្រង់កូនចៅពិតជានៅសល់សម្លេងពិតជានៅសល់ការណែនាំខ្លះដើម្បីពិចារណាធ្វើដំណើរទៅមុខទៀតដោយប្រុងប្រយ័ត្នមកបងប្អូនកូនចៅទាំងអស់គ្នាឥឡូវនេះខ្ញុំមកជួបបងប្អូនកូនចៅគឺលើកបទពិសោធន៍របស់ខ្លួនឯងក្នុងសម័យសង្គ្រាមក្នុងការដឹកនាំតស៊ូទប់ទល់នឹងសត្រូវភ្លានពានទាំងខាងលិចទាំងខាងកើតក្នុងបំណងចង់ឲ្យកូនចៅដកត្រង់រៀនសូត្រអំពីដំណើរជីវិតនិងដំណាក់កាលនីមួយដោយខ្លួនឯងទាំងក្នុងនិងក្រៅប្រទេសឲ្យបានជ្រាបតែប៉ុណ្ណោះអរគុណកូនអក្សរអង់គ្លេសអរគុណកូនក្នុងអក្សរអង់គ្លេសអីជាងអែមអរគុណអីប៊ុនសុនអរគុណកូនខ្ញុំល្ងាចមិញខ្ញុំនិយាយដល់រឿងដែលកងប្រតនាតូចលេខ124និងលេខ121បានប្រយុទ្ធខ្លួនទល់នឹងខ្លួននៅផ្លូវបំបែកលេខ448កោះកុងណាកូនណាឥឡូវខ្ញុំតទៅរឿងនឹងទៅទៀតពេលនោះខ្ញុំនៅក្នុងក្រៅរង្វង់ប្រយុទ្ធខ្ញុំអត់អាចចូលក្នុងរង្វង់ប្រយុទ្ធបានទេក៏ព្រោះតែច្រើនពេកទៅត្រូវច្រើនពេកតែម្ដងឡានរបស់សូវៀតអាដំរីនិងឡានគឺហៅអីកូន
làn vô thia nó chỉ tròn cường nơi triếp trà cầm phượng thom 105 mm ជាច្រើនបាញ់ចិញ្ជ្រុំមកដាក់កន្លែងដែលយុទ្ធមិត្តទាំងអស់គ្នាទល់ខ្នងគ្នាទប់នៅកន្លែងនោះខ្ញុំនឹកស្មានតែមិត្តយុទ្ធមិត្តលើកនេះគឺស្លាប់ទាំងអស់ព្រោះគឺពីរកងប្រាថ្នាតូចបើយើងគិតពេញអង្គណាកូនណាបើយើងគិតពេញអង្គវា600នាក់យើងគិតថាយើងវាយតាំងពីខែខែវិច្ឆិកាឆ្នាំ1973មកយើងស្លាប់បូកទាំងនៅមុខចំការលោកម៉ុងរទ្ធី120នាក់ផងយើងគិតថាកងទ័ពទាំងអស់នៅសល់ប្រហែលជាជាង300តែប៉ុណ្ណោះណាកូនណាយើងស្លាប់ជិតអស់300ហើយដូច្នេះនៅសល់យុទ្ធមិត្តជាង300នាក់ដែលប្រឈមជាមួយនឹងពួកគុយបានៅចំណន់នោះពាក្យភាសានេះកូនពិតអត់ដឹងទេហើយកងទ័ពទាំងអស់ដែលវាយក៏អត់ដឹងដែរតែបើកងទ័ពនោះនៅក្នុងវរតនាតូចលេខ124និងវរតនាតូចលេខ121លោកប្រកាសជាដឹងណាពួកទប់ជាមួយនឹងពួកបកសម្ព័ន្ធយោធាវ៉ាសាវីតែពីកងវរតនាតូចនោះទេណាកូនណាក្នុងជំរាបសួរកូនអរគុណកូនចៅទាំងអស់គ្នាក្នុងការប្រយុទ្ធខ្ញុំ10នាក់នៅពីរង្វង់ខាងក្រៅគឺចូលអត់ចុះទេខ្ញុំនៅកូននិយាយអត់ដុំបន្តិចអាងារហ៎ណានៅខ្ញុំអាផ្លូវបំបែកលេខ3លេខ3ទៅផ្លូវ48បឹងព្រាវកូនមិនមានភ្នំមួយកូនណាកូនណាចេញចូលហ្នឹងដល់ហើយភ្នំនៅខាងក្រែងដៃខ្ញុំនៅចម្ងាយពីភ្នំនោះប្រហែលជា500ម៉ែត្រជិតដល់អាបកគោលប្រឡោះកោះឥឡូវគេដាក់យើងវៀងបន្តិចនោះកន្លែងយើងចូលមកបឹងព្រាវនោះប៉ុន្តែដើមថ្នល់លេខ4ណាកូនណាខ្ញុំនៅទីនោះឯងមើលយុទ្ធមិត្តពីក្រៅដែលក្របផ្លោងជញ្ជ្រុំដាក់យុទ្ធមិត្តពេលប្រលប់ទៅខ្លួនទល់នឹងខ្លួនពួកនោះស្លាប់ច្រើនទោះបីកងទ័ពរបស់យើងដែលមានខ្ញុំថាវាយខ្ពស់ហើយ300នាក់កំភ្លើងក្របគឺចិត្តអស់ហើយកូនចិត្តអស់ហើយប៉ុន្តែពួកអស់នោះវានឹងទៅស្លាប់ច្រើនដែរព្រោះយុទ្ធមិត្តបាញ់ម្ដងមួយទោះបីខ្មាំងទាំងកាត់ប៉ុណ្ណាក៏ដោយក៏បាញ់ម្ដងមួយតែមួយគឺត្រូវណាកូនណាមួយគឺត្រូវមើលឃើញវាឡើងឆ្លោះសម័យលើដើមថ្មាច់ខ្ញុំនៅពីចម្ងាយពេលនោះយុទ្ធមិត្តបាញ់ចេញពីក្រោមមកខ្ញុំអង្គុយរាប់មើលគឺយុទ្ធមិត្តបាញ់ធ្លាក់ពីលើចុងស្វាច់អស់5នាក់តែពួកនោះដូចត្រូវស្នាមញៀនណាកូនណាធ្លាក់មួយគឺដុកឡើងមួយទៀតវាកែក្របផ្លោងកូនវាឡើងកែក្របផ្លោងសម័យមុនអត់មាន GPS ទេណាកូនណាយោធាស្ដាប់សម័យមុនគឺប្រើកម្លាំងមនុស្សកែក្របផ្លោងកូនអត់មាន GPS ទេដូច្នេះខ្ញុំឃើញធ្លាក់ពីចុងស្មាច់5នាក់ទើបវាបាញ់ផ្លោងជញ្ជ្រុំមករាប់ពាន់គ្រាប់ចូលមកទីបំផុតកងទ័ពទាំងអស់គឺធ្លាក់ទឹកស្ទឹងក្អោងអាស្ទឹងក្អោងវាបត់ចូលទៅចិត្តទួលភ្នំទៅចេញចិត្តបឹងព្រាវនោះអាហ្នឹងកងទ័ពទាំងអស់ធ្លាក់ស្ទឹងក្អោងហើយបិណ្ឌយប់ហើយណាកូនណាយប់ហើយក្នុងចំណោមយុទ្ធជនដែលត្រូវកំបិតចំពោះទងរបស់ពួកគុយបាសរុប
รวม31เนี่ยนะคนนะได้รับในหนึ่งกันไหล30อดยอระบุอดยอเนี่ยรับรูเตก่อนอรัตเพียบหายขนมจะนได้กุยบาสำหรับโดยจำปูตรงก็30เนี่ยให้ตลอดดอให้ฉลองจึงโมหนึ่งกี่ไอ้บานมันเนี่ยบองมอนตรจำบ่ไรพดพลีหมดดำตรุงขังมกจำบัดจะปูตรงแต่ในแต่ตลอดดอให้จมูกหนึ่งกี่ไอ้มาตอบหมอก็ทั่วตึงหมอก็ยุดมันជួយគ្រាជួយសែងមកសម្រាប់នៅភូមិតាយ៉ោកបងប្អូនកូនចៅនៅស្រុកកំពង់តាឡាពិតជាស្គាល់ភូមិតាយ៉ោកយើងមកខាងជនីភ្នំតាងល់ណាកូនណាអត់រត់ទៅណាឆ្ងាយទេកូនបងមនបានមកដល់ភូមិតាយ៉ោកយើងអត់មានអីជួយបងមនទេមានតែអង្គុយមើលភ្លឺហាកូនណាពេទ្យមានប៉ុន្តែពេទ្យអត់មានថ្នាំជួយទេមានអីមានតែលៀងនឹងមុខរបួសដែលធ្វើអំបិលអីកុំឲ្យវាคลายបែកឈាមហូរចូលទៅក្នុងខ្លួនណាកូនណាព្រោះចំពោះទងវាទម្លុះធ្លាយពីខ្នងមកដើមទ្រូងឈាមវាហូរចូលទៅក្នុងខ្លួនបងមនគាត់ចុកបានមួយថ្ងៃគាត់ក៏ដាច់ខ្យល់ទៅយើងទាំងអស់គ្នាគឺស្ម័គ្រស្លាប់មិនរត់ចោលជាតិមាតុភូមិទេយើងនៅទីនោះរហូតដល់ខែ3កូនខែមីនាយុទ្ធមិត្តដែលនៅរស់នៅតែចេញពីភូមិតាយ៉ោកទៅតដៃជាមួយនឹងតត្រូវជារៀងរហូតកូនមើលទេសភ្លើងតិចកូនទេសភ្លើងមកជិតក្បាលខ្ញុំនឹងឯងកូនឃើញរថភ្លើងទេហើយទៅបាត់ហើយកូនទៅបាត់ហើយខ្ញុំនៅក្បែរនឹងកង់វានឹងឯងអ៊ំនិយាយដោយសំឡេងអាចារ្យអីវិញកូនណែដល់ឥឡូវយើងបន្តទៀតណាកូនណាបន្តទៀតអំពីផ្នត់គំនិតរបស់ដូនតាកូនដែលប្រឹងប្រែងការពារជាតិមាតុភូមិនេះលែងគិតពីជីវិតខ្លួនឯងហើយមកដល់ភូមិតាយ៉ោកយើងបានជីកលេនដ្ឋានដំកង់នៅក្នុងភូមិតាយ៉ោកនោះឯងតែជាតំណាងល្អនៅក្នុងភូមិតាយ៉ោកដែលមិនមានផ្ទះសម្បែងទេកូនអត់មានផ្ទះសម្បែងទេមានតែផ្ទះមួយខ្នងនិងមួយខ្នងទៀតជាជង្រុកស្រូវមានស្រូវនៅទីនោះក៏យើងគិតថាស្រូវរបស់ពលរដ្ឋរបស់យើងដែលបានសាងទុកនៅទីនោះយើងនាំគ្នាបុកស្រូវនោះហូបតែយើងសុខចិត្តស្លាប់ដើម្បីការពារពលរដ្ឋរបស់យើងដោយមិនហូបស្រូវនោះទេព
ពលរដ្ឋរត់អស់ហើយយើងក៏ចែកគ្នាយើងក៏ចែកកម្លាំងគ្នាអ្នកខ្លះបុកស្រូវអ្នកខ្លះទៅចូលច្បាំងមួយថ្ងៃត្រូវតែច្បាំងម្ដងណាកូនណាច្បាំងម្ដងហើយក្នុងការច្បាំងគឺដណ្ដើមគ្រាប់អាចមានលទ្ធភាពដណ្ដើមគ្រាប់បានគឺដណ្ដើមគ្រាប់ព្រោះយើងអស់ហើយកំភ្លើងធំដែលយើងប្រមូលគ្នាហើយដេកា75ណាកូនណាប៉ុន្តែអត់បានអាចដេកា75ទំនើបអាចលីបានទេគឺអាដេកា75ដែលมันអាចលីបានដេកា75មានពីរប្រភេទក្នុងពេលនេះក៏ឆ្លៀតឱកាសនិយាយប្រាប់បងប្អូនកូនចៅកងទ័ពដែរប៉ុន្តែរឿងមុនណាកូនណាដេកា75អាប្រភេទអាតរីមុនវាមានកៃតែខាងក្រោយទេមានកៃតែខាងក្រោយទេពេលយើងបញ្ចូលគ្រាប់ហើយទម្លាក់អាកម្របកន្ទុយមកវាដូចជាកັບរបស់វាគឺអាមជុលងាប់អាញោវាយត្រាក់ដល់យើងបិទចូលវិញពេលយើងបាញ់យើងចុចពីលើអាដេកា75តរីថ្មីវាមានកៃចុចផងវាមានកៃបាញ់ដូចបេផងវានៅស្ទើរតែពាក់កណ្ដាលនៃកណ្ដុងហើយវាមានកន្លែងស្មាច់របស់វាអាចលីបានណាកូនណាអាចលីបានតែពេលនោះពួកខ្ញុំមានតែអាតរីចាស់នឹងឯងមានគ្រាប់តែ7គ្រាប់ទេមកដល់ទីនោះមានគ្រាប់7គ្រាប់កំភ្លើងយន្តអុយម៉ា M30 របស់អាមេរិកកាំងគឺនៅសល់មួយដើមគ្រាប់ប្រហែល100កំភ្លើងយន្តរបស់ចិនមើលថ្ងៃនោះរបស់សូវៀតកូនរបស់សូវៀតព្រោះភ្លើងយន្តហ្នឹងបាញ់គ្រាប់ដូចគ្នាប៉ុន្តែមួយរបស់ចិនមួយរបស់សូវៀតរបស់សូវៀតហ្នឹងមានគ្រាប់ប្រហែលជា200ទៅ300ថា300ចុះបងមើលអ្នកកាន់អាកំភ្លើងយន្តនោះឯងហើយកំភ្លើងយន្ត M30 ខ្ញុំអត់ស្គាល់ឈ្មោះគាត់ទេគាត់កាន់ក៏ព្រោះតែខ្ញុំហេតុដែលខ្ញុំអត់ស្គាល់យុទ្ធជនទាំងអស់កូនដឹងទេខ្ញុំត្រូវបញ្ជូនចេញពីកងវរតាតូចលេខ133ក្នុងវរតាធំលេខ17មកជួយច្បាំងនៅកងវរតាតូចលេខ121ក្នុងវរតាធំលេខ15ដូចនេះខ្ញុំស្គាល់អត់អស់ទេព្រោះយើងមកដល់ប្រយុទ្ធទៅហើយមិនបានថាសួរអ្នកនេះនៅអ្នកនោះនៅនោះនៅណាទេដូចនេះខ្ញុំអត់ស្គាល់អ្នកកាន់កំភ្លើងយន្ត M30 របស់អាមេរិកកាំងខ្ញុំគឺអត់នៅក្នុងចំណោមពលទាហានដែលសល់ពីស្លាប់ប្រហែលជាជាង200ទេក្បោះស្លាប់យើងនិយាយមិញនិយាយតែអ្នកស្លាប់ដោយត្រូវកំបិតហ្នឹងវា30អ្នកទៅហើយ31អ្នកនឹងបងមនអ្នកត្រូវស្លាប់ផ្សេងទៀតយើងរកអត់មានពេលវេលាទៅរកបានទេណាកូនណាក៏ព្រោះយើងអត់មានអាវុធគ្រប់គ្រងអាចវាយដណ្ដើមសាកសពនោះទេយើងមានតែស្លាប់បន្ថែមតែប៉ុណ្ណោះឯងដូចជាបងចើនដែលចាក់ចំដើមទ្រូងបងចើនអួលនឹងចុងប៉ុន្តែវាចាក់មកសំណាងល្អហើយដែលនៅក្នុងដើមទ្រូងរបស់យើងនេះវាបានពាក់អាចទុសៀបងក្របដល់ប្រលប់ហើយវាតម្ដៅកណ្ដាលដើមទ្រូងតែវាចំទៅលើបងកំភ្លើងចុងក្រោយបានអង្គរៈនោះវាយអានឹងដួលទៅនៅក្នុងកន្លែងរង្វង់ដែលជាង200នាក់នោះចរិតខ្ញុំគឺខុសគេនៅពេលដែលយុទ្ធមិត្តទាំងអស់នឿយហត់ហើយនៅជីកលេនឋាននៅដំកង់គឺខ្ញុំចេញក្រៅដើររាប់10ទៅ15គីឡូគឺដើរពិនិត្យភូមិសាស្ត្រជុំវិញទាំងអស់ទីបំផុតក៏យើងឯកភាពគ្នាថាយើងចេញពីតាយ៉ោក
ឡើងមកស្ទឹងសំរោងកូនស្គាល់ហើយណកូនណោះតែយោគឺនៅចំទីរួមស្រុកកំពង់សិលាបែរមុខមកជើងមកឃើញភ្នំតងិលខាបែរមុខមកជើងឃើញភ្នំតងិលខាងស្ដាំដៃខាងឆ្វេងដៃចំណុចនោះហើយជាភូមិតាយោនៅឆ្ងាយណាកូនណោះនៅជិតស្ទឹងហូរចាក់ពីគិរីរំមកតែខ្ញុំគ្នា19នាក់បានចាក់ចេញមកធ្វើសកម្មភាពតាមបណ្ដោយព្រៃលេខ4ចាប់ពីស្ទឹងសំរោងចុះមកគេហៅចការស្រូវអីកូននោះភ្លេចឈ្មោះហើយកូនយូរពេកធ្វើសកម្មភាពរាល់ថ្ងៃលបបាញ់ឡានរបស់តត្រូវដែលជញ្ជូនសម្ភារៈចុះឡើងនិងទាហានចុះឡើងតាមនោះធ្វើសកម្មភាពនៅទីនោះរហូតដល់ខែមេសាធ្វើសកម្មភាពទីនោះហើយដែលពួកខ្ញុំ9នាក់ទប់ទល់ជាមួយនឹងសត្រូវ100ណាកូនណាហើយសត្រូវចោលសាកសព27នាក់នៅនឹងកន្លែងតែទៅផ្សេងទៀតខ្ញុំអត់ដឹងទេការប្រយុទ្ធទុកខ្លួនបើស្ទើរតែខ្លួនទល់នឹងខ្លួនណាកូនបើទុកខ្លួនទល់នឹងខ្លួនក៏ស៊ូវាមួយដែរព្រោះដូចលក្ខដបហើយកូនណាតាំងពីខែវិច្ឆិកា1973ដល់ខែមេសា1979បាយមិនដឹងឯណាទឹកឯណាយើងគិតថាស៊ូគេមិនរួចទេតែក្នុងពេលនោះយើងស៊ូបានប៉ុណ្ណឹងមកហើយយកបានក្របច្រើនដែរកូនណោះក្របអាកាបានច្រើនយើងបានមកបំពាក់ឲ្យខ្លួនយើងបន្ថែមទៅទៀតក្នុងការប្រយុទ្ធនៅមួយ9នាក់ទល់នឹង100យើងដណ្ដើមបានហើយរឿងដែលចាំមិនភ្លេចនោះគឺយើងដណ្ដើមបានស្បៀងកូនណោះពួកគាត់ខ្ញុំជឿថាជាកងទ័ពមកពីហាណូយហើយខ្ញុំនិយាយយ៉ាងនេះសូមអាណិតមេត្តាលោកកុំប្រកាន់ខ្ញុំនៅក្នុងសង្គ្រាមគឺខ្ញុំពិតជាវាយប្រហារហើយខ្ញុំអត់ចង់វាយប្រហារទេខ្ញុំចង់រស់នៅក្នុងសេចក្តីសុខសន្តិភាពលើជាតិមាតុភូមិរបស់ខ្ញុំតែបើលោកមកលុកលុយប្រទេសរបស់ខ្ញុំតើឲ្យខ្ញុំធ្វើយ៉ាងម៉េចដូច្នេះបងប្អូនជនជាតិយួនខ្ញុំនិយាយយ៉ាងនេះគឺដំណើរជីវិតកន្លងមកខ្ញុំអត់មានទៅចង់អាកនុំឃុំខ្លួននេះជាមួយនឹងលោកទេតែជាជាតិទឹកដីរបស់ខ្ញុំតើឲ្យខ្ញុំធ្វើយ៉ាងម៉េចខ្ញុំការពារពលរដ្ឋរបស់ខ្ញុំការពារទឹកដីរបស់ខ្ញុំដោយតែលោកប្រឹងការពារចិត្តទឹកដីរបស់លោកដែរដូច្នេះពេលស្ដាប់ឮទុំលោកកំខឹងអីព្រោះវាជាកាតព្វកិច្ចរបស់ខ្ញុំការពារទឹកដីការពារពលរដ្ឋរបស់ខ្ញុំហើយក្នុងការប្រយុទ្ធគ្នាពេលនោះយុទ្ធជនយើងទាំង9នាក់គឺសិតតែស្ម័គ្រស្លាប់ហើយកូនគឺស្ម័គ្រស្លាប់ទើបអាចទប់ទល់ជាមួយនឹងគេជាង100នាក់នោះបានយើងក៏បានគ្រាប់បន្ថែមពិសេសបៀងអាហារយើងបានហូបសាច់កំប៉ុងសាច់អីដែលដណ្ដើមពីសាកសពរបស់លោកមកមានកម្លាំងពលំតិចដែរបងណោះមានកម្លាំងតិចដែរខ្ញុំព្យាយាមវាយប្រហារស្ទើររាល់ថ្ងៃទៅលើសត្រូវ19នាក់គឺសកម្មអត់ឈប់អត់ឈរទេមួយថ្ងៃគឺខ្ញុំត្រូវតែវាយប្រហារម្ដងតាមបណ្ដោយផ្លូវលេខ4ដោយជ្រើសរើសទីតាំងប្រយុទ្ធមុនកន្លែងចំពោះកន្លែងណាចូលបានគឺទៅតាមនឹងពេលខ្ញុំបានផ្ទុះអាវុធទៅលើសត្រូវរួចហើយនឹងត្រឡប់មករកបេះផ្លែឈើព្រៃផ្សេងយកមកចំអែតកាពះយើងអត់មានបាយហូបទេកូនអត់មានបាយហូបទេ
mình nè đa tầm lăng mưa đam thưa tam mình đôi bay trường phun cà ri rum về tầm bộ đài cốn tại vì mình toàn tùm nắp nhiều khá có sật kia cùi khá có tập từng sật kia bàn là dương sẽ ấy có hộp đài cốn chu ai không có viên không có bè bây khá có dương chắp tray ban dương chắp phần thi ban anh đại ban cứ mình nè cứ smart slap nơi tino anh ọt trong chạy tranh pi chiết miệt phùm bọc luôn anh tê riêng từng này việc cấp bắt này không sờ màu khmai để ọt miên là na bò để dài về riêng đi tê nhưng mình đang thải cho tụi mất slap rồi còn nơi tê mà đò về đi tại vì ngắt xôn chân tại mà đò hay này này bò dài pรับcồn cháu ông pi chi vẹtประวัติluôn anh không ca prang prang chiết miệt phùm đi nhưng mình chỉ nè thông tê bọn tay ca đặc nomประยุทธ์cứ bứt chỉ không miên là bằng tê mà hai chặt ta đã bắt nhom cứ kết than muốn đừng chỉ vật tư cứ mình prom lút chỉ cung đánh khát chấm pua ta trai chìm tiền hai không ca pia chiết mệt phùm là bọc luôn không chết tăngពី1975គឺតទួលយល់ដឹងការពារត្រឹមតែមួយជាតិមាតុភូមិរបស់ខ្លួនរបស់ខ្មែរយើងមិនមានមហិច្ឆតាទៅដល់ដើមទឹកដីនរណាយកមកទេកំណត់នេះហើយដែលធ្វើឲ្យខ្ញុំគិតថាមុននឹងស្លាប់ទៅខ្ញុំត្រូវតែប្រឹងឲ្យអស់លទ្ធភាពដែលខ្លួនមានអញ្ចឹងហើយបានជាខ្ញុំមិនរត់ចូលប្រទេសសៀមបើរត់ចូលប្រទេសសៀមទៅប្រទេសទី3ក៏ខ្ញុំទៅបានព្រោះភូមិសាស្ត្រចូលទឹកដីសៀមគឺមិនមានពិបាកអីនឹងរកភូមិសាស្ត្រចូលនោះទេនោះអូន14ឆ្នាំតាមបណ្ដោយទល់ដែនខ្មែរសៀមវាមិនមានអីពិបាកនឹងរកកន្លែងចូលប្រទេសសៀមទេតែដាច់ខាតទូស្លាប់ជាមួយនឹងជាតិមាតុភូមិតែម្ដងពេលនោះយើងដឹងថាបើយើងត្រូវគ្រាប់វាពិតជាមានផ្នំជាបាលតែយើងដឹងថាបើមិនមានថ្នាំជាបាលក៏ស្លាប់តាមយថាកម្មទៅចុះថ្ងៃនោះខ្ញុំត្រូវគ្រាប់មែនកូនប្រហែលជាម៉ោង8ព្រឹកក្នុងការពួនស្ទាក់វាយទៅលើរថយន្តរបស់តត្រូវដែលដឹកទ័ពនៅជិតលេងស្ទឹងតម្រោងត្រូវជើងកូនអញ្ចេះណាកូនណាយើងទៅគៀកខ្នល់ពេកកន្លែងនោះវាវាលដូច្នេះយើងថយមកបន្តិចដើម្បីមានដើមឈើបាំងតែនៅវាលដដែលវាមានដើមខ្លងដើមស្វែងមួយដើមអែបខ្លួននៅនឹងទៅដូច្នេះយើងវាចូលទៅជិតអត់បានវាចងាយប្រហែលជា50ម៉ែត្រត្រឡប់យើងបាញ់ទៅជិតក្បែរកង់ដោយកន្លែងអាទេភ្លើងបមិញចឹងណាអាហ្នឹងព្រោះគ្រាប់យើងតិចយើងបាញ់អត់ខុសកង់តែម្ដងមិនសំដៅទៅលើទេសំដៅទៅលើកង់ទេឡានប៉ុន្តែពេលនេះថយបែរ50ម៉ែត្រពេលនោះយើងបាញ់ទៅវាមិនបានដូចចិត្តទេតែហ៊ាននៅលើឡាននោះបាញ់សង M79 មកវិញត្រូវជើងខ្ញុំកូនឃើញសោះហ្នឹងគឺត្រូវពេលនោះហើយកូនអាហ្នឹងជាលើកទី2ណាទី3មកត្រូវកំពង់ធំហើយស្រុកកំពង់ស្វាយទី1ត្រូវនឹងពូនភ្នំទី2ត្រូវនឹងស្ទឹងសំរោងទី3ត្រូវនឹងកំពង់គោកំពង់ធំแล้วก็เนาะដូច្នេះគ្រាប់វាដូចថាមនុស្សយើងកូនមនុស្សវាមិនបំរុងស្លាប់គ្រាប់ទាំងអស់គឺអត់បានចូលចំកន្លែងសំខាន់ទេវាស្រាចមកមែនឈាមជោគទាំងអស់ហើយអូយយុទ្ធមិត្តអតីតទៀតក៏លោកមិនដឹងជួយយ៉ាងម៉េចព្រោះយើងវាអត់មានសមត្ថភាពអីជួយទេ
ប៉ុន្តែវាអត់អីដែរកូនវាជួយកូនអើយចេញផុតប្រហែលជា200 ម៉ែត្រជើងក្តៅងាំងអស់ជើងក្តៅងាំងឈាមស្រោចទាំងអស់វាជួយកូនអូកាហាយលើដើមកូនក៏ប៉ុន្តែយូរក៏វិជាទៅនេះហើយណាកូនទឹកចិត្តរបស់ដូនតាយុទ្ធជនរបស់កូនដែលតស៊ូមកអើយដើម្បីអីដើម្បីកូនចៅទាំងអស់គ្នានឹងឯងសម្ដីធ្ងន់សម្ដីស្រាលក៏ដើម្បីតែកូនចៅទាំងអស់គ្នានឹងឯងមិនមែនដើម្បីបរទេសទេកូនបើដើម្បីបរទេសឪអត់បានមកទីនេះទេបរទេសឲ្យរស់នៅរបៀបជាសេដ្ឋីឲ្យតែបំរើគេទៅតែអត់ទេសុខចិត្តវេទនាមកនៅជាមួយកូនចៅទាំងអស់ទាំងគ្នាទាំងក្នុងនិងក្រៅប្រទេសកូនប្រុសកូនស្រីជាទីគោរពស្រឡាញ់ខ្ញុំសូមនិយាយបញ្ចប់នៅរឿងភូមិតាយ៉ោកបើស្អែកចាំយើងចូលល្ងាចចាំយើងបន្តរឿងទៅទៀតនៅភូមិតាយ៉ោកចុងក្រោយចារកម្មទៅត្រូវក៏មកស៊ើបអង្កេតគិញគេហៅថាគិញមកក៏ស៊ើបអង្កេតពេលនោះយើងបានវាយប្រហារទៅលើជាប់តបចារកម្មគឺចូលមិនចោះដោយសារអីដោយសារតែគំនិតដែលយើងចេញក្រៅសមរភូមិនេះឯងចារកម្មវាប៉ងមករកមូលដ្ឋានរបស់យើងទៅនៅទីណាមូលដ្ឋានរបស់យើងនៅតាយ៉ោកប៉ុន្តែយើងធ្វើសកម្មភាពឆ្ងាយពីតាយ៉ោក15 គីឡូវាយប្រហារទៅលើសត្រូវដើម្បីកុំឲ្យសត្រូវរាវរកឃើញមូលដ្ឋានរបស់បងឯងរបស់យើងដែលនៅភូមិតាយ៉ោកចិត្តដាច់ខែមេសាទើបចារកម្មរកទីតាំងរបស់យើងឃើញហើយលើកទ័ពរាប់ពាន់មកពាត់វាយប្រហារភូមិតាយ៉ោកតែម្ដងការទប់ទល់គ្នាប្រើរយៈពេល3 ថ្ងៃខ្ញុំនៅស្លាបខាងឆ្វេងជាកន្លែងសម្រាប់ជួយអន្តរាគមន៍ទៅលើកងទ័ពនានាក៏ប៉ុន្តែអាវុធយុទ្ធភ័ណ្ឌដែលយើងមានទៅធ្វើអន្តរាគមន៍វាអត់ណាកូនណា M79 មានតែ6គ្រាប់បែបនេះវាធ្វើបានតែគឺសង្គ្រាមឆ្លប់ទេដល់ទៅធ្វើអន្តរាគមន៍ជួយកងទ័ពគឺវាមិនគ្រប់គ្រាន់ក្នុងការអន្តរាគមន៍ទេខ្ញុំក៏រងចាំតទល់សត្រូវចំពោះមុខតែម្ដងដោយគិតថាបាញ់មួយតែមុខសញ្ញារបស់ខ្ញុំនោះគឺគ្មានយួនមកបៃបុកម្នាក់ទេ2 ថ្ងៃទៅហើយក៏នៅតែយួនមកមិនចំមុខសញ្ញាមុតផ្សេងដូចព្យុះសង្ករាតែមុខសញ្ញាខ្ញុំគឺយួនមិនចូលហើយមុខសញ្ញាខ្ញុំមានព្រៃទៀតផងកន្លែងមុខសញ្ញាបងមើយវាលប៉ុន្តែយួននៅសម្រុកដូចស្និតចេកវេលាម៉ោងប្រហែលជា11 ថ្ងៃត្រង់ខ្ញុំក៏បានទៅដល់មុខសញ្ញាបងមើយតា4 នាក់ទេណាកូនមុខសញ្ញាបងមើយក៏យើងចាក់តិចតែលីងរត់ទៅរត់មកបាញ់ពោត្រូវមកច្រើនណាស់ពេលនោះប្អូនសុកបានលូនចេញពីលេនដ្ឋានទៅលបមើលអូនឹងដើមឈើតាំងរាងឃើញទៅហ៊ានយន្តវាអូសអ្នករបួសចូលក្នុងអូនឹងហើយយើងទៅតាមលូនតាមអូនឹងក៏គប់ក្របបែកបានកន្លែងនៅកន្លះអូ
គប់ប្រាប់បៃបងអូនសុកក៏លូនមកវិញមកប្រាប់ថាបងអើយយួនត្រូវក្របនៅអូនោះច្រើនណាស់ពេទ្យវាដាក់សរោមដាក់អីពេញនោះមិនឆ្ងាយទេកូនតែជា100ម៉ែត្រជាងគ្នាទេប៉ុន្តែមកយួនបៃមកទាំងពេទ្យមកទាំងអីមកកំតិចយើងតែម្ដងពេលនោះយោឌីជុំទឹះមកមួយសាទៀតពេលនោះច្រើនពេកបងមើយគាត់រត់ទៅមកខាងបាញ់មកខាងអាកណុងក៏ភ្លើងការ57យន្តនោះនៅខ្ញុំក៏ចាប់តែកន្ទុយរះតែម្ដងក៏ព្រោះតែច្រើនមិនបាច់តម្រង់ច្រើនណាហើយដីវិលគាត់អោនតែបន្តិចល្ងាចឡើងយើងហត់ហេវអត់មានអីហូបទេតែយើងអត់ចេញពីទីនោះទេយើងដើរទៅរើសយករបស់ហូបពីសាកសពរបស់យួនទល់មុខកំភ្លើងយន្តកូរ៉ូណូជាង40នាក់ដែលសាកសពរបស់គាត់ចោលនៅទីនោះយើងបានឆែករកតែរបស់ដែលហូបកើតណាកូនណាយើងឆែកទៅបាននំកតុកចុងកកូនណាគេគឺពុំជ្រុងណាអីក្នុងខ្លួនរបស់គាត់អត់មានអាហារអីទេគឺមានតែនំកតុកចុងកនោះឯងយើងយកមកហូបអានោះដែរណាកូនគាត់មានពលឹងតទៅទៀតគឺប្រហែលថ្ងៃហ្នឹងគឺហូបតែរបស់ដែលយកពីសាកសពទៅត្រូវមកហូបទេទាំងអស់គ្នាដល់តែឡើងគាត់បាញ់ប្រាច់មែនទេណាម៉ោង4 7ភ្លឺគាត់បាញ់ផ្លោងចេញពីកំពង់ចលាមកកំភ្លើងធំចិញ្ជ្រុំយើងមកយ៉ាងខ្លាំងគ្រាប់ដេកា75ដែលមាន7គ្រាប់នោះបាញ់អស់ហើយនៅសល់តែកណុងប្រទេឯកំភ្លើងយន្តដែលយើងមានប្រហែលជាជាង300គ្រាប់នៅសល់ប្រហែលជា50គ្រាប់ទេកូនម៉ោង3ល្ងាចតើត្រូវសម្រុកកើនឡើងពេញដេដាស់យើងបាញ់លែងឈ្នះហើយម៉ោង4ល្ងាចតើទៅហក់ចូលតាមលេនដ្ឋានយើងអស់ហើយតទល់គ្នា1ម៉ែត្រ2ម៉ែត្រ10ម៉ែត្រទៅហើយពេលនោះយើងដឹងថាបើយើងរត់ចេញក្នុងពេលនោះនឹងត្រូវបាញ់សម្រាប់ទាំងអស់ព្រោះដីវាលខាងក្រោយណាកូនណាចេញពីផុតពីតាយ៉ោកមកគឺវាលតែម្ដងដូច្នេះទាំងអស់គ្នាថាស្ម័គ្រខ្លួនទល់នឹងខ្លួនក៏ធ្វើដែរតែទីបំផុតយើងធ្វើអត់បានទេម៉ោងប្រហែលជា5តែត្រូវបានចូលពេញទាំងអស់ក្នុងប្រទីរបស់យើងគ្មានលទ្ធភាពទៅទប់ទៅបានទេទៅលើសលប់យើង20-30ដងទីបំផុតយើងក៏បាក់តបរត់ចេញវេលាម៉ោង5សាកសពអ្នករបួសយើងយកអត់បានទេយើងយកបានតែបងមើយមួយគូតដែលរត់ចេញមកបងមើយត្រូវក្របចំឆ្អឹងជំនីបងមើយស្រែកផ្ដាំអស់ហើយប្រាប់ម៉ែខ្ញុំផងខ្ញុំនៅកំពង់ឆ្នាំងខ្ញុំនៅស្រុករលាផ្អីខ្ញុំនៅចិត្តវត្តត្រពាំងមលូបងមើយផ្ដាំតែប៉ុណ្ណឹងទេចោលខ្ញុំទៅដាក់ចោលខ្ញុំទៅនាំគ្នារត់ធ្វើម៉េចឲ្យរួចខ្លួនកូនមិនដាំបងមើលវានៅតែលន់លឺរំដំក្នុងក្រអៅបេះដូងរបស់ខ្ញុំទោះបីបងមើលត្រូវក្របទៅណាមិនរួចតែបងមើលនៅតែផ្លែផ្ដាំឲ្យយុទ្ធមិត្តផ្សេងទៀតបោះបង់គាត់ចោលទៅ
ដើម្បីតស៊ូជាបន្តទៀតទីបំផុតបងមើយក៏បានដាច់ខ្យល់តែយើងមិនបានបោះបង់គាត់ទេមកដល់ស្ទឹងពីមតាំងជាដៃសមុទ្រដែលហូរពីលើភ្នំចាក់ទៅព្រែកស្រែអំបិលបងមើយក៏ដាច់ខ្យល់ហើយបាននាំគ្នាកាយដីខ្សាច់នោះកប់បងមើយនៅទីនោះទៅដូច្នេះប៉ុណ្ណឹងចោះថ្ងៃហ្នឹងក៏ព្រឹកហ្នឹងនរអូនល្ងាចចាំខ្ញុំនិយាយបន្តទៀតហើយសូមផ្ដាំបងប្អូនកូនចៅទាំងអស់គ្នារក្សាគោលជំហរស្មារតីទាំងអស់គ្នាគិតដល់ផលប្រយោជន៍ជាតិគឺគិតដល់ការឯកភាពនរអូនណាតម្លៃការឯកភាពជាតិនេះវាជាតម្លៃមួយដែលធ្វើឲ្យកូនខ្លាយទៅជាជាតិរឹងមាំមួយបាទក្នុងពេលនេះគឺពួកយើងមានច្បាប់រដ្ឋធម្មនុញ្ញដែលកើតចេញពីច្បាប់23ដុល្លារដែលសហគមន៍អន្តរជាតិនិងពិភពលោកទទួលស្គាល់ងាកមកធ្វើនយោបាយតាមរដ្ឋធម្មនុញ្ញទាំងអស់គ្នាណាកូនណាសូមបងប្អូនកូនចៅទាំងក្នុងនិងក្រៅប្រទេសប្រកបតែសេចក្តីសុខសេចក្តីចម្រើនខ្ញុំជម្រាបលាប៉ុណ្ណេះល្ងាចចាំខ្ញុំមកនិយាយប្រាប់កូនអំពីជីវប្រវត្តិធ្វើសង្គ្រាមបន្តទៀតណាកូនណាសុខសប្បាយទាំងអស់គ្នាជំរាបលាកូនទាំងអស់គ្នាកូនខេនសុខជំរាបលាកូនជំរាបលាកូនខេនសុខកូនទាំងអស់គ្នាតង់គ្លេសកូនពូយ៉នជំរាបលា